player ដែលលេង Minecraft ភាគច្រើនប្រកាសជាធ្លាប់ស្គាល់ហើយអំពី Minecraft Hardcore ចឹងបើសិនបើគ្នាយើងណាអត់ទាន់ស្គាល់ទេមើលវីដេអូហ្នឹងគឺត្រូវហើយចាចឹង Minecraft Hardcore គឺជា Minecraft មួយដែលវាពិបាកលេងខ្លាំងមែនតើដោយសារតែពពួក mob នៅក្នុងវគ្គ Hardcore ហ្នឹងគឺវាមាន damage ខ្លាំងមែនតើហើយមួយវិញទៀតបើសិនបើយើងត្រូវស្លាប់នៅក្នុងវគ្គ Hardcore គឺយើងអាច respawn ម្ដងទៀតបានទេអ្នកនាងចឹងថ្ងៃនេះខ្ញុំសម្រេចចិត្តថានឹងមក survival ក្នុងវគ្គ Hardcore នេះប៉ុន្តែគឺថាខ្ញុំមកហ្នឹងគឺអត់មែនមកម្នាក់ឯងទេជាមួយនឹងមិត្តភក្តិខ្ញុំ2នាក់ទៀតអញ្ចឹងមាន Brother ចៃដេនហើយនិង Brother Raed ហ្នឹងហើយអញ្ចឹងដូចជាអត់មានអីទៀតទេឥឡូវយើងអាច start game ចាប់ពីលើទៅបានអ្នកគ្នាចឹងអ្នកគ្នាដឹងហើយ Minecraft ចូលមកគឺយើងអត់មានត្រូវធ្វើអីក្រៅពីត្រូវកាប់ឈើហ្នឹងទេអ្នកគ្នាចំពោះកម្រងរបស់ខ្ញុំចង់យ៉ាងហ្នឹងឯងរោអាមួមួយសែតហើយនឹងយើងត្រូវសាងសង់ផ្ទះអ្នកគ្នាតែឥឡូវយើងរកមើលកាប់ឈើសិនមកហើយចាំរកមើល stone តាមក្រោយអ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងកន្លែងនេះវាមាន stone ចឹងហើយយើងធ្វើជាមួយនឹង crafting table មួយសិនមកហើយបន្តមកទៀតយើងធ្វើជាមួយនឹង pickaxe អ្នកគ្នាចឹងហើយយើងលេង Minecraft Hardcore អញ្ចឹងវារៀងពិបាកតិចហើយអ្នកគ្នាមួយគឺរឿងចំណីអាហារអ្នកគ្នាសារតែយើង spawn មកគឺអត់មាន village នៅជិតទេអ្នកគ្នាអញ្ចឹងហើយចំណីអាហាររបស់យើងមានតែការកាប់សត្វហ្នឹងឯងអ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងឥឡូវងាកយូរបាត់ហើយខ្ញុំអត់ទាន់រកអាហាររកអីបានផងលើរៀងបាក់តិចហើយអ្នកគ្នាសារតែទី1វាហាត់ខអញ្ចឹងពេលយប់អាចនឹងមានមកមានអីចឹងអូខេអ្នកគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំរត់មកសតុបក្រោយមកលើយើងបានជួបសត្វហើយអ្នកគ្នាអញ្ចឹងយើងកាត់សាច់វាបដាបដាចឹងទៅហ្នឹងហើយអ្នកគ្នាយ៉ាងអញ្ចឹងខ្ញុំកាប់សាច់សក់តែមានដប់ស៊ូមីហ្នឹងអត់ដឹងមកពីណាទេបាទbaby ស៊ូមីហ្នឹងវាមកដេញវិញខ្ញុំអ្នកគ្នាអញ្ចឹងហើយយើងលេងហាត់ខអញ្ចឹងយើងអាចប្រហែលបានទេអ្នកគ្នាយើងប្រយ័ត្នខ្លួនតិចហ្នឹងហើយហ្នឹងហើយអ្នកគ្នាសារតែខ្ញុំរត់មកមួយថ្ងៃអញ្ចឹងអត់ទាន់មានអីញ៉ាំទេអ្នកគ្នាអញ្ចឹងខ្ញុំបានយកសាច់ហើយខ្ញុំកាត់តាមផ្លូវហ្នឹងយកមកដុតនឹងជាខានញ៉ាំទៅនេះអញ្ចឹងគម្រោងរបស់ខ្ញុំបន្ទាប់ទៀតខ្ញុំចង់ដើរកាប់សាច់សត្វមួយចំនួនសិនហើយចាំយើងដើររមើលខែដើម្បីចូលមាញ់រ៉ែនេះអញ្ចឹងហើយខ្ញុំអាចច្បាស់ថាខ្ញុំអាចរក diamond ឬក៏ត្រឹម iron អីសិនទេអ្នកនេះអញ្ចឹងសំខាន់ឲ្យយើងមានអាមួទៅគឺ diamond ឬ iron សិនទៅយើងបើបាន diamond ទៅល្អមកប៉ុន្តែបើយើងបានត្រឹម iron ក៏បានដែរអ្នកនេះសារតែវាហាត់ខអញ្ចឹងយើងចុះខែឲ្យទៅពីមានដើម្បីដែរអញ្ចឹងបន្ទាប់ពីខ្ញុំរត់បានឆ្ងាយតិចទៅយើងមកជួបគោកន្លែងនេះអញ្ចឹងខ្ញុំសម្រាប់ចិត្តថាកាប់មកទៅនេះសារតែយើងអាចបានសាច់របស់វាហើយយើងអាចបានស្បែករបស់វាដែរអ្នកនេះស្បែករបស់វាយើងអាចយកទៅធ្វើជាសភើកន្លែងអ៊ីនឆានអ្នកនេះអញ្ចឹងគម្រោងរបស់ខ្ញុំចង់ដល់រងមើលខែនេះតែម្ដងហ្នឹងដូចជាអត់ទាន់ឃើញមានខែទេអ្នកនេះចាំមើលតិចទៀតប្រហែលជាយើងអាចនឹងជួបខែខ្លះអូខេអ្នកអញ្ចឹងបន្ទាប់ពីខ្ញុំរត់បានទីទៀតមកលើយើងមកជួបខែនៅកន្លែងនេះវិញអ្នកសង្ឃឹមថាខាងក្រោមហ្នឹងវានឹងមានអារម្មណ៍អីខ្លះទៅ
យ៉ាអញ្ចឹងបន្ទាប់ពីខ្ញុំចុះមកដល់ខាងក្រោមរៀងជ្រៅតិចទៅអ្នកនេះឥឡូវយើងបានជួបរ៉ែខ្លាយយើងជួបអេរ៉ុនមួយចំនួនទៅអញ្ចឹងកន្លែងហ្នឹងមិត្តភក្តិខ្ញុំគាត់បានលេខគេម្នាក់បាត់ហើយអ្នកនេះគាត់ជប់លេងអញ្ចឹងទៅគឺថានៅសល់តែ2នាក់ហ្នឹងទេហ្នឹងហើយបន្ទាប់ពីខ្ញុំរកអេរ៉ុនបានខ្លះហើយឥឡូវខ្ញុំយកមកដុតវាសិនមកហ្នឹងហើយតែយើងត្រូវការpickaxe ដែលធ្វើពី iron អ្នកគ្នាហើយមួយទៀតយើងត្រូវការ shield ដែរនេះអូខេអញ្ចឹងបន្ទាប់ពី iron ខ្ញុំយកទៅដុតអស់ហើយខ្ញុំគិតថាខ្ញុំរក iron តតិចទៀតទៅហ្នឹងហើយអ្នកនាងអញ្ចឹងខ្ញុំគិតថា iron ក៏ប៉ុណ្ណឹងគឺវាគ្រប់ហើយនេះប៉ុណ្ណឹងគឺខ្ញុំអាចធ្វើអំណងកាសែតបានហើយអញ្ចឹងខ្ញុំបានឡើងខាងលើវិញមកហើយខ្ញុំគិតថាខ្ញុំចង់ដុត iron នៅកន្លែងនេះសិនយើងចាប់ឈើកាប់អីខ្លះទៅអ្នកនាងសារតែខ្ញុំមានគម្រោងចង់ក្នុងផ្ទះដែរអញ្ចឹងគម្រោងរបស់ខ្ញុំបន្តទៀតខ្ញុំគិតថាចង់ទៅមើលកន្លែងដើម្បីសង់ផ្ទះអ្នកទៀតតែឥឡូវមិត្តភក្តិរបស់ខ្ញុំអត់ឃើញមកទេលេងមួយថ្ងៃអត់ឃើញគាត់មកពីកន្លែងម៉ាញទេអត់អីទេអ្នកនាងសារតែអាហ្នឹងជា server អញ្ចឹងហើយយើងអាច TPA ទៅគ្នាបានអញ្ចឹងចាំឲ្យគាត់ TPA ទៅយើងតាមក្រោយទៅអ្នកនាងដល់ខ្ញុំគិតថាខ្ញុំចង់ជិះទូកអ្នកនាងជិះទូកតាមទឹកហ្នឹងទៅហើយយើងរួមមើល villager អ្នកនាង
ហ្នឹងហើយបន្ទាប់ពីខ្ញុំធ្វើដំណើរបានតិចទៀតទៅយើងជួបដើមអ្នកនេះគេហៅដើមអំពៅអ្នកនេះអញ្ចឹងដើមហ្នឹងវារៀងសំខាន់ដែរអ្នកនេះព្រោះអីយើងអាចយកវាធ្វើជាกระดาษអ្នកនេះគឺវាជាกระดาษដើម្បីធ្វើសភៅឆានឲ្យយើងទៅអ្នកនេះអញ្ចឹងយើងបានជាជួបហើយយើងយកវាទៅអ្នកនេះព្រោះវាអាចនឹងមានផលប្រយោជន៍នៅពេលក្រោយអញ្ចឹងទៅអូខេអ្នកគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើដំណើរយ៉ាងយូរមកលើយើងបានជួបវាលេចហើយអ្នកគ្នាអញ្ចឹងវាលេចហ្នឹងវាអត់មានអីឲ្យយើងលួចទេអញ្ចឹងខ្ញុំគិតថាខ្ញុំចង់សង់ផ្ទះនៅជិតវាលេចហ្នឹងហើយអ្នកគ្នាសារតែយើងអាចចាប់វាទៅទុកនៅផ្ទះយើងទៅហើយចាំប្រែតសភៅប្រែតអីចឹងទៅអ្នកគ្នាចង់រកមើលទីតាំងមួយល្អចឹងទៅហើយយើងរៀបចំទៅកន្លែងដើម្បីសង់ផ្ទះចឹងទៅអូខេអ្នកគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើដំណើរឆ្ងាយមកតិចមកឥឡូវខ្ញុំគិតថាតំបន់ហ្នឹងវាល្អអ្នកគ្នាសារតែវាអត់សូវមានដើមឈើទេអ្នកគ្នាអញ្ចឹងហើយពេលយើងសង់ផ្ទះទៅវាស្រួលអ្នកគ្នាយើងអត់បាច់ចាំចាប់ចេញអញ្ចឹងណាឥឡូវខ្ញុំដើររកមើលសិនគិតថាកន្លែងណាដែលសង់ផ្ទះបានអ្នកគ្នាខ្ញុំគិតថាសង់ផ្ទះនៅម្ដុំហ្នឹងទៅហើយពេលមិត្តភក្តិខ្ញុំគាត់ TP មកគាត់អាចសង់ផ្ទះនៅជិតៗហ្នឹងដែរអញ្ចឹងណាហើយរកមើលសិនអ្នកគ្នាហ្នឹងហើយអ្នកគ្នាអញ្ចឹងវាអត់ឆ្ងាយពីអ្នកភូមិហ្នឹងបានទេអ្នកគ្នាអញ្ចឹងដល់ល្មមយើងអាចចាប់យកអ្នកភូមិហ្នឹងមកដាក់នៅផ្ទះយើងបានអ្នកគ្នាហ្នឹងហើយខ្ញុំរៀបចំធ្វើកន្លែងទុក item សិនអ្នកគ្នាឥឡូវខ្ញុំគិតថាខ្ញុំចង់សម្អាតដីនៅតំបន់ហ្នឹងសិនអ្នកគ្នាសារតែដីហ្នឹងវាអត់ស្មើគ្នាទេចឹងហើយយើងសម្អាតឲ្យស្មើគ្នាទៅសម្រាប់ពេលយើងចង់សង់ផ្ទះសង់អីវាអត់បានអ្នកគ្នា
អូខេអ្នកនាងអញ្ចឹងបន្ទាប់ពីខ្ញុំបានសម្អាតដីនៅតំបន់នឹងបានស្មើគ្នាល្អហើយអញ្ចឹងខ្ញុំបានយកអាដើមអំពៅអ្នកនាងយកដើមហ្នឹងមកដាំវាអញ្ចឹងទៅអ្នកនាងសារតែតរំតែយើងត្រូវការធ្វើជាกระดาษទៅហ្នឹងហើយដើមហ្នឹងវាធំទៅអាចធ្វើกระดาษបានច្រើនអ្នកនាងអញ្ចឹងគម្រោងរបស់ខ្ញុំបន្តទៀតខ្ញុំអាចនឹងចង់សង់ផ្ទះអ្នកនាងប៉ុន្តែខ្ញុំត្រូវទៅរកពួកអាចឈើដែលមានពណ៌ខ្មៅអ្នកនាងអាចឈើពណ៌ខ្មៅហ្នឹងនៅតំបន់ហ្នឹងវាអត់ឃើញមានទេអ្នកនាងអញ្ចឹងខ្ញុំប្រហែលជាត្រូវទៅរកនៅតំបន់ផ្សេងអ្នកនាងហ្នឹងហើយអ្នកនាងអញ្ចឹងឥឡូវហ្នឹងខ្ញុំសម្រេចចិត្តថាខ្ញុំទៅដើររកអាចឈើហ្នឹងហើយអ្នកនាងប៉ុន្តែអត់ដឹងទៅរកនៅណាទេចេះដើរទៅអ្នកនាងបើមានសំណាងអីវាអាចនឹងបានជួបអ្នកនាងអូខេអ្នកនាងអញ្ចឹងបន្ទាប់ពីខ្ញុំដើរអស់រយៈពេលជិតកន្លះម៉ោងមកអ្នកនាងឥឡូវយើងបានរកវាឃើញហើយអ្នកនាងគឺនៅលើភ្នំនេះអ្នកនាងចឹងពួកអាចឈើហ្នឹងវារៀងកម្រដែរអ្នកនាងសារតែខ្ញុំដើររកថ្ងៃវាអត់ឃើញមានសោះហ្នឹងហើយអ្នកនាងអញ្ចឹងកន្លែងហ្នឹងខ្ញុំសួយខ្លាំងទេអ្នកនាងដើរគឺធ្លាក់ចូលក្នុងទឹកកកអ្នកនាងចូលទឹកកកហ្នឹងហើយរត់ទៅមុខតិចទៅអត់បានមុខអ្នកនាងមកប៊ីសមកឯណាស្នាយនេះអត់ធ្លាក់ចូលទៅកន្លែងជ្រៅអ្នកនាងបើធ្លាក់ចូលទៅកន្លែងជ្រៅហ្នឹង100%ដឹងមកចឹងអាចថាសំណាងរបស់យើងដែរយើងធ្លាក់ទៅអត់ចំកន្លែងជ្រៅអ្នកនាងហ្នឹងហើយអ្នកនាងបន្ទាប់ពីខ្ញុំចំណាយពេលយ៉ាងយូរដើម្បីកាប់ឈើមកឥឡូវអ្នកនាងមើលឈើខ្ញុំបានគឺបានប៉ុណ្ណឹងខ្ញុំគិតថាវាអាចនឹងគ្រប់ហើយអ្នកនាងចឹងខ្ញុំក៏បានឆ្លៀតចូលទៅកាប់ពួកឈើមួយប្រភេទទៀតដែរអ្នកនាងចឹងសារតែខ្ញុំក៏ត្រូវការពួកឈើនឹងដែរដើម្បីសង់ផ្ទះអ្នកនាងពេលហ្នឹងខ្ញុំក៏បានឆ្លៀតចូលទៅម៉ាយរ៉ែនៅក្នុងខែវទៀតដែរប៉ុន្តែអ្នកនាងជួបពួកcreeper ហ្នឹងបន្ទុកខ្ញុំប៊ីងងប់ឯណាចឹងខ្ញុំក៏បានម៉ាញយកពួកថ្មពណ៌ខ្មៅដែរអ្នកនាងសារតែខ្ញុំចង់បើផ្ទះទៅអ្នកនាងខ្ញុំចង់យកថ្មហ្នឹងធ្វើជាដំបូលផ្ទះអ្នកនាងយកវាធ្វើជាដំបូលផ្ទះទៅវារាងតំណមដែរចឹងអញ្ចឹងខ្ញុំក៏បានក្រាហ្វអមធ្វើពី diamond full set ចឹងទៅអ្នកនាងសារតែខ្ញុំរកបាន diamond រៀងច្រើនគូសំដែរមកល្មមអាចធ្វើមកបានចឹងខ្ញុំក៏ធ្វើចឹងទៅចឹងបន្ទាប់ពីមានអាមកពី diamond full set ហើយចឹងកម្រងរបស់ខ្ញុំបន្តទៀតគឺ
ខ្ញុំគិតថាខ្ញុំចង់សង់ផ្ទះអ្នកនេះអញ្ចឹងវាហ្នឹងហើយតែខ្ញុំអត់ដឹងសង់ផ្ទះអត់សូវចេះសង់ប៉ុន្មានទេអញ្ចឹងខ្ញុំក៏បានរៀបចំយកឈើយកអីចឹងទៅអ្នកនេះឥឡូវចាប់ផ្ដើមសង់ផ្ទះហើយតែអ្នកនេះដូចខ្ញុំនិយាយមុនហ្នឹងចឹងគឺថាខ្ញុំអត់ចេះសង់ផ្ទះទេអ្នកនេះអញ្ចឹងសិនបើខ្ញុំសង់ទៅវាអត់ស្អាតទេអ្នកនេះក៏អានេះសារតែតាមវិញខ្ញុំអត់សូវដឹងសង់អ្នកនេះសង់មើលតាម YouTube ដែរខ្ញុំគិតថាខ្ញុំ build ផ្ទះហ្នឹង build អត់ធំទេអ្នកនេះ build តែមកល្មមនៅបានទៅបានហើយអ្នកនេះអត់ដឹង build ធំទៅដែរសារតែយើងអត់សូវចេះ build អ្នកនេះអូខេអ្នកគ្នាអញ្ចឹងខ្ញុំគិតថាផ្ទះខ្ញុំគឺ build តែប៉ុណ្្នឹងទៅគឺបានហើយអញ្ចឹងវាអត់សូវធំប៉ុន្មានទេអ្នកនេះហើយក៏អត់ស្អាត
ស្អាតដែរអ្នកនាងខ្ញុំចេះវាទៅចឹងហើយខ្ញុំវាហើយប្រហែលជា80%ហើយហ្នឹងហើយចឹងហើយយើងនៅសល់ពួកអួយដាក់ទ្វាអីចឹងទៅគឺហើយយើងនៅសល់គួរនៅមុខផ្ទះឲ្យវាស្អាតតិចដែរចឹងឥឡូវខ្ញុំទៅរកមើលកាប់សាច់ដើម្បីធ្វើជាកញ្ចក់នេះឥឡូវយើងទៅកាប់សាច់ប៉ុន្តែខ្ញុំអត់មានប៉ែអ្នកនាងឥឡូវខ្ញុំក្រាស់ប៉ែមួយសិននេះចឹងបន្តមកទៀតខ្ញុំបានមករៀបចំដីនៅខាងក្នុងផ្ទះអ្នកនេះដើម្បីរៀបចំឲ្យដាក់ក្រាលឥដ្ឋការ៉ូនេះចឹងចំពោះឥដ្ឋការ៉ូវិញខ្ញុំគិតថាខ្ញុំយកអាចឈើពណ៌ខ្មៅនេះពណ៌ខ្មៅឲ្យដាក់ឆ្លាស់គ្នាជាមួយនឹងអាចឈើមកប្រភេទទៀតដល់អ្នកនេះតបមកទៀតខ្ញុំបានមកយកកញ្ចក់របស់ខ្ញុំដែរដល់ដល់នេះនេះហើយខ្ញុំបានក្រាស់វាទៅជាពពុះកញ្ចក់ដែលស្ដើងហើយខ្ញុំបានរៀបចំធ្វើជាកម្មពូភ្លើងរបស់អ្នកនេះធ្វើពូភ្លើងទៅដើម្បីយកទៅដាក់នៅក្នុងផ្ទះអ្នកនេះសារតែនៅក្នុងផ្ទះយើងវារៀងងឹតដែរអញ្ចឹងហើយខ្ញុំក៏បានសម្រាប់ចិត្តថានឹងធ្វើជាកន្លែងសម្រាប់ដាក់ item ខ្ញុំបដោះសិនអ្នកគ្នាសារតែពីមុនខ្ញុំអត់មានកន្លែងដាក់ item ទេនេះខ្ញុំទុក item នៅខាងក្រៅអញ្ចឹងហើយខ្ញុំបានធ្វើកន្លែងទុក item មួយសិនអ្នកនេះអញ្ចឹងហើយវាអត់មានអីច្រើនទេអ្នកនេះគ្រាន់តែមានការ decor តិចតួចតុបតែងតិចតួចហើយយើងដាក់ឆេះតែប៉ុណ្្នឹងឯងអ្នកនេះហើយបន្ទាប់មកយើងដាក់ជាពូភ្លើងអ្នកនេះជាពូភ្លើងចឹងមកនេះយើងយកអីវ៉ាន់យើង keep ទូនៅក្នុងហ្នឹងគឺតែប៉ុណ្្នឹងឯងអ្នកនេះអត់មានអីច្រើនទេ អញ្ចឹងបន្តមកទៀតខ្ញុំបានរៀបចំ item របស់ខ្ញុំដែលនៅខាងក្រៅហ្នឹងយកវាទៅទុកនៅក្នុងអ្នកនេះស្អាតតែខាងក្នុងយើងលើគឺ
មានកន្លែងសម្រាប់ទុក item ហើយអ្នកគ្នាចាអត់មានអីច្រើនទេអ្នកគ្នាហ្នឹងហើយអ្នកគ្នាអញ្ចឹងបន្ទាប់មកទៀតខ្ញុំបានចេញមករៀបចំដូចជាផ្លូវនៅខាងមុខផ្ទះអ្នកគ្នាចាអញ្ចឹងខ្ញុំអត់ដឹងធ្វើមកទេខ្ញុំចេះ design ទៅហើយតមកទៀតproject end គាត់មកលេងខ្ញុំអ្នកគ្នាអញ្ចឹងគាត់មានមកលេងអីទេគឺគាត់មកសុំអីគេអ្នកគ្នានេះកម្មចដាហ្នឹងប្រហែលជាគាត់ធ្វើការយកទៅសង់ផ្ទះនេះនេះតែខ្ញុំសង់ផ្ទះខ្ញុំអស់ហើយអ្នកគ្នាអត់មានទេហ្នឹងហើយខ្សែខ្លាំងមែនតើអញ្ចឹងបន្តមកទៀតគាត់ក៏នៅលេងផ្ទះខ្ញុំបានតិចដែរអ្នកគ្នាមុនពេលគាត់ត្រឡប់ទៅវិញអញ្ចឹងខ្ញុំដូចជាមានត្រូវធ្វើអីទៀតទេអ្នកគ្នាមានតែការ design ទៀតតែជួយអ្នកគ្នាហ្នឹងហើយយើងតាមអាស័យតាមអីចឹងទៅហើយមើលទៅវារៀងតំណងស្អាតតិចអ្នកគ្នាចឹងអត់មានអីច្រើនទេអ្នកគ្នាតែប៉ុណ្្នឹងទៅគិតថាស្អាតហើយសម្រាប់ខ្ញុំអូខេអ្នកទាំងអស់គ្នាអញ្ចឹងដូចជាអត់មានអីច្រើនទេអ្នកគ្នាអញ្ចឹងវីដេអូអេពីសូត1របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអញ្ចឹងអាចនៅអេពីសូតក្រោយយើងអាចជាសាងសង់កន្លែងសត្វអីចឹងទៅអ្នកគ្នាអញ្ចឹងដូចជាអត់មានអីច្រើនទេអ្នកគ្នាgoodbye